បាទសួស្តីក៏ដូចជាជំរាបសួរដល់បងប្អូនអ្នកស្នេហាវិស័យកីឡាបបកត្រីជាទីគោរពរាប់អានថ្ងៃនេះខ្ញុំបាទចេញវីដេអូដ៏រំជើបរំជួលនឹងឯកទេសក្នុងការបបកត្រីរស់និងត្រីឌៀបត្រីឆ្ដោខ្ញុំមានបទពិសោធន៍ក្នុងការចែករំលែកបទពិសោធន៍ទៅលើបងប្អូនដែលដៃថ្មីបាទប្រសិនបើបងប្អូនចេះបបកត្រីបងប្អូនត្រូវតែចេះនៅបច្ចេកទេសទាំងពីរនេះគឺទី1បងប្អូនបបកត្រីឆ្ដោឌៀបបងប្អូនគឺត្រូវចេះមើលប្រឡងផងដែរតែប្រឡងឌៀបឆ្ដោគឺចូលចិត្តខំនៅកន្លែងណាខំនៅប្រឡងណាដែលស្រឡះហើយមានស្មៅឆក់គឺវាចូលចិត្តណាស់ស្ដែងប្រសិនបើត្រីរស់វិញគឺវាចូលចិត្តខំកន្លែងណាដែលស្ដុកខ្លាំងគឺវាចូលចិត្តនៅបើសិនជាប្រឡងនោះមានឌៀបលេឡំជាមួយនឹងឆ្ដោផងដែរគឺត្រីរស់អត់ហ៊ានចេញក្រៅទេបងប្អូនអូសកន្លែងណាដែលស្ដុកបំផុតឧទាហរណ៍ដូចជាខ្ញុំទៅលេងនៅជើងចាបជាដើមនៅខេត្តឧត្តរមានជ័យនេះឃើញក្មេងៗមួយចំនួនក៏ដូចបងមួយចំនួនទៅតែងតែមកវិញគឺគាត់អត់បបកទេគាត់ថាត្រីអត់ខំហើយជាក់ស្ដែងនោះគឺមិនមែនដូចបងប្អូនគិតទេគឺត្រីសម្បូរណាស់គឺត្រីនៅជើងចាបនេះបងប្អូនលេងត្រីរស់គឺលេងនៅកន្លែងដែលមានកញ្ចាប់ក្រាស់បងប្អូនអូសប្រឡងតែមួយនឹងអូសដដែលលឿនយឺតលុះត្រាតែឃើញវាមាត់នៅក្នុងកន្លែងប្រឡងយើងហ្នឹងគឺយើងត្រូវតែអូសតិចដើម្បីឲ្យវាខំតន់បើខំខុសគឺអត់យូរទេឲ្យតែខំកន្លែងណាខុសគឺនឹងខំវិញហើយសោតបងប្អូនមើលកតុយត្រីដែលខ្ញុំបានបងប្អូនមើលត្រីរស់កតុយដាច់អស់ហើយអញ្ចឹងបានន័យថាត្រីច្រើនណាស់វីដេអូខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំបាទសូមគោរពជម្រាបលាបងប្អូនសុខសប្បាយហេងសៅរ៍អាទិត្យនេះបាទសូមអរគុណ